បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំនឹងមកនិយាយបកស្រាយខ្លះៗតាក់ទងទៅនឹងថាតើមេអំបៅក្រហមបច្ចុប្បន្ននឹងស្លាប់ឬក៏នៅរស់ហើយកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅវីដេអូនៃការសង្ខេបរបស់យើងតែម្ដងដោយនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាមេអំបៅក្រហមហ្នឹងគឺមិនទាន់ស្លាប់នោះទេដោយនាងហ្នឹងបានចាប់បដិសន្ធិឡើងវិញនៅក្នុងពិភពផ្សេងមួយទៀតដែលស្ថិតនៅក្នុង Alliance Star System នឹងឯងហើយមេអំបៅក្រហមហ្នឹងគឺមានឪពុកឈ្មោះថាឈីងស៊ួយចំណែកឯម្ដាយវិញគឺមានឈ្មោះថាហានយ៉ានហើយមេអំបៅក្រហមហ្នឹងក៏ត្រូវជាសិស្សក្មួយរបស់វ៉ាងលៀនផងដែរហើយមូលហេតុដែលមេអំបៅក្រហមត្រូវជាសិស្សក្មួយរបស់វ៉ាងលៀនហ្នឹងគឺដោយសារតែឪពុករបស់នាងឈីងស៊ួយហ្នឹងគឺជាសិស្សច្បងធំរបស់វ៉ាងលៀនហើយឈីងស៊ួយហ្នឹងគឺត្រូវជាកូនសិស្សរបស់ព្រះចៅអាត្រី Celestial Paifan ហើយព្រះចៅអាត្រី Celestial Paifan ហ្នឹងក៏ត្រូវជាគ្រូរបស់វ៉ាងលៀនផងដែរដូច្នេះហើយឈីងស៊ួយហ្នឹងគឺត្រូវជាសិស្សច្បងរបស់វ៉ាងលៀនហើយក៏ត្រូវជាបងប្អូនរួមសម្បត្តិស្លាប់រស់ជាមួយនឹងវ៉ាងលៀនដូចគ្នាដូច្នេះហើយទៅមេអំបៅក្រហមហ្នឹងក៏ត្រូវជាសិស្សក្មួយរបស់វ៉ាងលៀននឹងឯងហើយក៏ត្រូវជាមិត្តភក្តិនិងជាសត្រូវរបស់វ៉ាងលៀនដូចគ្នាប៉ុន្តែនៅពេលដែលជួបវ៉ាងលៀនម្ដងទៀតហ្នឹងគឺជាមិត្តភក្តិនឹងគ្នានោះទេនៅពេលដែលសង្គ្រាមរវាង Alliance Star System ប្រយុទ្ធជាមួយនឹង All Heaven Star System ហ្នឹងហើយមូលហេតុដែលថាមេអំបៅក្រហមនឹងមិនទាន់ស្លាប់គឺដោយសារតែការពីពេលនៅប្រទេសឈូយូនៃពិភពស៊ូសាគូហ្នឹងគ្រូរបស់នាងដែលស្ថិតនៅក្នុងប្រទេសឈូយូហ្នឹងក៏បានដឹងអំពីអនាគតរបស់មេអំបៅក្រហមដែលថាមេអំបៅក្រហមហ្នឹងនឹងត្រូវបានគេសម្លាប់ដូច្នេះហើយគាត់ក៏បានប្រាប់ទៅមេអំបៅក្រហមហើយក៏បានបញ្ជាគ្រោះថ្នាក់ចំពោះមេអំបៅក្រហមដោយបានបញ្ជូនសិស្សច្បងរបស់មេអំបៅក្រហមហ្នឹងចេញទៅធ្វើសង្គ្រាមមុនគេនៅក្នុងប្រទេសឈូយូហ្នឹងដែលបងប្អូនទាំងអស់គ្នាដឹងហើយនៅក្នុងតង់ហួរដូចជាខ្ទង់ភាគ8ជាងឡើងអីហ្នឹងហើយបន្ទាប់ពីដឹងហើយគ្រូរបស់មេអំបៅក្រហមហ្នឹងក៏បានរៀបចំអារ៉េផ្ទេរលំហមួយហើយក៏បានដាក់ព្រលឹងដើមកំណើតរបស់មេអំបៅក្រហមហ្នឹងដើម្បីឲ្យនាងហ្នឹងចាក់ចេញពីប្រទេសឈូយូនៃពិភពស៊ូសាគូហ្នឹងទៅកាន់ពិភពផ្សេងមួយទៀតប៉ុន្តែស្ថិតនៅក្នុង Alliance Star System ដូចគ្នានោះទេហើយអ្នកដែលបានបង្កើតអារ៉េផ្ទេរលំហដើម្បីជួយឲ្យមេអំបៅក្រហមចាក់ចេញពីប្រទេសឈូយូនៃពិភពស៊ូសាគូហ្នឹងគឺបានមកពីពិភពផ្សេងមួយទៀតហើយអ្នកដែលជួយមេអំបៅក្រហមហ្នឹងគឺស្ថិតនៅក្នុងជំហានទី1កម្រិតទី9ដែលជាកម្រិតដំណាក់កាលបំភាន់យ៉ាងហ្នឹងដែលជាអ្នកបង្កើតអារ៉េផ្ទេរលំហហ្នឹងដើម្បីជួយឲ្យមេអំបៅក្រហមហ្នឹងចាក់ចេញពីប្រទេសឈូយូនៃពិភពស៊ូសាគូហ្នឹងទៅកាន់ពិភពផ្សេងមួយទៀតដែលស្ថិតនៅក្នុង Alliance Star System ដូចគ្នាដែលជាអ្នកជួយហ្នឹងហើយចំពោះមេអំបៅក្រហមដែលយើងឃើញនៅក្នុងតង់ហួរភាគ7ជាងដល់ភាគ8ជាងហ្នឹងគ្រាន់តែជាបំណែកព្រលឹងដើមកំណើតរបស់នាងហ្នឹងខ្ទង់តែ30ទៅ40%តែប៉ុណ្ណោះចំណែកឯ50ទៅ60%ទៀតហ្នឹងគឺបានចាក់ចេញពីប្រទេសឈូយូនៃពិភពស៊ូសាគូហ្នឹងតាមអារ៉េផ្ទេរលំហដែលអ្នកដែលស្ថិតនៅក្នុងជំហានទី1កម្រិតទី9ហ្នឹងជួយឲ្យនាងចាក់ចេញហ្នឹងទៅកាន់ពិភពផ្សេងមួយទៀតបាត់ហើយនៅក្នុង Alliance Star System ហ្នឹងហើយនៅក្នុង Alliance Star System ហ្នឹងគឺមានភពរាប់លានទៀតនៅក្នុងហ្នឹងដោយនៅក្នុងពិភពរូងភ្នំផ្នែកខាងក្នុងហ្នឹងគឺមានប្រព័ន្ធផ្កាយធំៗ4ទី1 Alliance Star System ហ្នឹងទី2All Heaven Star System ទី3 Cloud Star System ទី2 Mountain River Star System ហ្នឹងឯងដែលប្រព័ន្ធផ្កាយធំៗចំនួន4នៅក្នុងពិភពរូងភ្នំផ្នែកខាងក្នុងហ្នឹងហើយមេអំបៅក្រហមវ៉ាងលៀនបច្ចុប្បន្នហ្នឹងគឺស្ថិតនៅក្នុង Alliance Star System ហ្នឹងឯងហើយមនុស្សគ្រប់គ្នានៅក្នុងពិភពស៊ូសាគូហ្នឹងរួមទាំងវ៉ាងលៀនហ្នឹងគឺបានគិតថាមេអំបៅក្រហមហ្នឹងគឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយមិនមានជីវិតទៀតនោះទេប៉ុន្តែគ្រប់គ្នាមិនបានដឹងនោះទេថាមេអំបៅក្រហមហ្នឹងគឺបានចាប់កំណើតឡើងវិញនិងចាប់បដិសន្ធិឡើងវិញស្ថិតនៅក្នុងពិភពផ្សេងមួយទៀតនៅក្នុង Alliance Star System ហ្នឹងហើយនៅពេលដែលសង្គ្រាមរវាង Alliance Star System ប្រយុទ្ធជាមួយនឹង All Heaven Star System ហ្នឹងមេអំបៅក្រហមក៏បានចេញមកម្ដងទៀតដូចគ្នាហើយក៏បានជួបនឹងវ៉ាងលៀនដូចគ្នាផងដែរនៅពេលហ្នឹងដោយនៅក្នុងពេលសង្គ្រាមរវាង Alliance Star System ហើយនិង All Heaven Star System ហ្នឹងមេអំបៅក្រហមហ្នឹងគឺជាមេទ័ពធំម្នាក់ក្នុងចំណោមមេទ័ពធំទាំង5ដែលស្ថិតនៅក្នុង Alliance Star System ហ្នឹងហើយនាងក៏មានឋានៈខ្ពស់ជាងគេផងដែរក្នុងចំណោមមេទ័ពធំទាំង5ហ្នឹងដោយពេលហ្នឹងនាងបានដឹកនាំកងទ័ពនៃ Alliance Star System របស់នាងហ្នឹងប្រយុទ្ធជាមួយនឹងកងទ័ពAll Heaven Star System ហើយនៅពេលប្រយុទ្ធគ្នាហ្នឹងនាងក៏បានជួបជាមួយនឹងវ៉ាងលៀនដូចគ្នាប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងគឺមិនបានប្រយុទ្ធគ្នានោះទេដោយពួកគេទាំងពីរនាក់ហ្នឹងក៏ទទួលបានការគំរាមកំហែងពីគ្នាទៅវិញទៅមកផងដែរហើយពេលហ្នឹងវ៉ាងលៀនក៏មានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់នាងប៉ុន្តែវ៉ាងលៀនមិនបានចាំថានាងគឺជាមេអំបៅក្រហមនោះទេដោយពេលហ្នឹងមេអំបៅក្រហមហ្នឹងគឺស្លៀកសម្លៀកបំពាក់ពណ៌ខៀវខ្ចីហើយនឹងមានទឹកមុខស្លូតបូតមិនដូចមេអំបៅក្រហមពីមុនទេហើយនៅពេលដែលនាងជួបជាមួយនឹងវ៉ាងលៀនហ្នឹងនាងក៏បានញញឹមហើយក៏បាននិយាយទៅកាន់វ៉ាងលៀនថាខ្ញុំស្គាល់លោកម្ចាស់ប៉ុន្តែលោកម្ចាស់ហ្នឹងគឺមិនស្គាល់ខ្ញុំនោះទេដែលជាហេតុធ្វើឲ្យវ៉ាងលៀនហ្នឹងតែងតែមានការងឿងឆ្ងល់នៅពេលដែលជួបនាងរាល់ដងហ្នឹងប៉ុន្តែនៅពេលដែលវ៉ាងលៀនបន្ទាប់ពីនឹងមកទៀតនៅពេលដែលវ៉ាងលៀនត្រឡប់ទៅកាន់ពិភពស៊ូសាគូវិញវ៉ាងលៀនក៏បានទៅជួបជាមួយនឹងចៅវូតៃហើយក៏បាននិយាយជាមួយនឹងចៅវូតៃ
តាក់ទងនឹងមេអំបៅក្រហមដូចគ្នាហើយបន្ទាប់ពីមកទៀតវ៉ាងលីនហើយនឹងចៅវូតៃហ្នឹងក៏មានការសង្ស័យហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានធ្វើដំណើរទៅកាន់ប្រទេសឈូយូនៃពិភពស៊ូសកូហ្នឹងដើម្បីស្វែងរកអាថ៌កំបាំងភ្លាមៗតែម្ដងបន្ទាប់ពីពួកគេទាំងពីរនាក់ហ្នឹងបាននិយាយតាក់ទងទៅនឹងមេអំបៅក្រហមហ្នឹងបន្ទាប់ពីនឹងមកទៀតនៅពេលដែលវ៉ាងលីនហើយនឹងចៅវូតៃបានទៅដល់ប្រទេសឈូយូនៃពិភពស៊ូសកូនឹងហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានដឹងការពិតដែលថាមេអំបៅក្រហមហ្នឹងគឺមិនទាន់ស្លាប់បាត់បង់ជីវិតនោះទេបន្ទាប់ពីឃើញអរ៉េផ្ទៃលំហដ៏ធំមួយហើយនឹងសរសៃសក់របស់មេអំបៅក្រហមដែលស្ថិតនៅក្នុងអរ៉េផ្ទៃលំហហ្នឹងដូច្នេះហើយវ៉ាងលីនក៏បានដឹងដែរថាស្ត្រីដែលស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវដែលដឹកនាំកងទ័ព Alliance Star System ហើយតែងតែនិយាយពាក្យថាលោកម្ចាស់មិនស្គាល់ខ្ញុំតែខ្ញុំស្គាល់លោកម្ចាស់ហ្នឹងគឺជាមេអំបៅក្រហមនឹងឯងហើយវ៉ាងលីនក៏បានដឹងដែរថាអ្នកដែលបានជួយមេអំបៅក្រហមឲ្យចាក់ចែងតាមអរ៉េផ្ទៃលំហហ្នឹងគឺស្ថិតនៅក្នុងកម្រិតទី9ជំហានទី1នឹងឯងហើយបន្ទាប់ពីដឹងថាមេអំបៅក្រហមមិនទាន់ស្លាប់បាត់បង់ជីវិតហ្នឹងវ៉ាងលីនក៏មានការសប្បាយចិត្តផងដែរពីព្រោះអីវ៉ាងលីនហ្នឹងក៏មិនចង់ឲ្យមនុស្សដែលមានទេពកោសល្យដូចជាមេអំបៅក្រហមហ្នឹងស្លាប់នោះទេហើយនៅក្នុងជីវិតរបស់វ៉ាងលីនហ្នឹងមេអំបៅក្រហមហ្នឹងក៏ជាមិត្តក៏ជាសត្រូវហើយនឹងក៏ជាដៃគូប្រយុទ្ធដ៏ស័ក្តិសមបំផុតសម្រាប់វ៉ាងលីនដូចគ្នាចាប់តាំងពីវ៉ាងលីនហ្នឹងដើរចូលទៅក្នុងផ្លូវវឹកហាត់ហ្នឹងដូច្នេះហើយវ៉ាងលីនហ្នឹងគឺមិនចង់ឲ្យមេអំបៅក្រហមបាត់បង់ជីវិតនោះទេបន្ទាប់ពីនឹងមកទៀតនៅពេលសង្គ្រាមនៅវាងអាណាចក្រខាងក្នុងអាណាចក្រខាងក្រៅបានមកដល់ជិតដល់ទីបញ្ចប់ហ្នឹងពេលហ្នឹងវ៉ាងលីនក៏បានជួបជាមួយនឹងមេអំបៅក្រហមម្ដងទៀតដូចគ្នាដោយនៅពេលហ្នឹងវ៉ាងលីនកំពុងតែស្ថិតនៅក្នុងការបង្កើតដែលមានឈ្មោះថាកងរង្វង់គ្មានឈ្មោះហ្នឹងដើម្បីការពាររនាំងអាណាចក្រហើយវ៉ាងលីនហើយនឹងមេអំបៅក្រហមពួកគេទាំងពីរនាក់ហ្នឹងក៏បានជួបនិយាយគ្នារំលឹកអនុស្សាវរីយ៍ជាមួយគ្នាផងដែរនៅពេលដែលពួកគេបានជួបគ្នាដំបូងហើយក៏បានប្រយុទ្ធគ្នានឹងខ្លាចទៅជាមិត្តភ័ក្តិនឹងគ្នាហ្នឹងដោយមិនខ្វល់ខ្វាយរឿងដែលពួកគេជាសត្រូវពីអតីតកាលឡើយហើយបន្ទាប់ពីបាននិយាយគ្នាអស់មួយឆ្នាំចប់ហើយវ៉ាងលីនក៏បានប្រាប់ទៅកាន់មេអំបៅក្រហមថាឈីងស៊ុយនឹងគឺជាឪពុករបស់នាងចំណែកឯមេអំបៅក្រហមវិញក៏មិនភ្ញាក់ផ្អើលនោះទេពីព្រោះឯនាងបានដឹងរួចហើយថានៅពេលដែលនាងបានស្ថិតនៅក្នុងគ្រោះថ្នាក់ហ្នឹងឈីងស៊ុយនឹងដែលជាឪពុករបស់នាងហ្នឹងគឺបានទៅជួយសង្គ្រោះនាងដូច្នេះហើយនាងក៏បានដឹងនៅកន្លែងហ្នឹងផងដែរហើយបន្ទាប់ពីនឹងមកទៀតនៅពេលដែលសង្គ្រាមរវាងអាណាចក្រខាងក្នុងហើយនិងអាណាចក្រខាងក្រៅបានបញ្ចប់ដោយអាណាចក្រខាងក្នុងនឹងទទួលបានជ័យជំនះហើយច្រកទ្វារ Immortal Astray Continent នឹងក៏បានបើកមេអំបៅក្រហមនឹងក៏បានជ្រើសរើសយកការចាប់បដិសន្ធិឡើងវិញនៅក្នុងទ្វីប Immortal Astray Continent នឹងជាមួយនឹងវ៉ាងលីនដូចគ្នាដើម្បីទៅតាមវ៉ាងលីននៅក្នុង Immortal Astray Continent នឹងបន្ទាប់ពីនឹងមកទៀតនៅពេលដែលមេអំបៅក្រហមបានចាប់បដិសន្ធិឡើងវិញនៅក្នុង Immortal Astray Continent នឹងនាងក៏បានចូលរួមជាមួយនឹងនិកាយព្រះអាទិត្យហើយនិងព្រះច័ន្ទផងដែរបន្ទាប់ពីប្រមាណ100ឆ្នាំហ្នឹងហើយមេអំបៅក្រហមហ្នឹងគឺជាមនុស្សដែលមានទេពកោសល្យបំផុតនៅក្នុង Immortal Astray Continent ហ្នឹងដែលស្ថិតនៅក្នុងនិកាយព្រះអាទិត្យនិងព្រះច័ន្ទហ្នឹងដោយមេអំបៅក្រហមហ្នឹងដែលស្ថិតនៅក្នុងនិកាយព្រះអាទិត្យនិងព្រះច័ន្ទហ្នឹងគឺបានចំណាយពេលត្រឹមតែ1000ឆ្នាំតែប៉ុណ្ណោះនៅក្នុងការឡើងទៅដល់ជំហានទី3កម្រិតទី14ដែលជាកម្រិតដំណាក់កាលនិព្វាននៃភាពវឹកវរហ្នឹងហើយបន្ទាប់ពីហ្នឹងមកទៀតនាងក៏បានជួបជាមួយនឹងវ៉ាងលីនផងដែរដោយនៅពេលហ្នឹងវ៉ាងលីនក៏បានទៅជួបនាងដើម្បីដោះស្រាយការចងចាំរបស់នាងហ្នឹងពីអតីតកាលប៉ុន្តែមេអំបៅក្រហមហ្នឹងនាងក៏បានបដិសេធជ្រើសរើសបំភ្លេចការចងចាំទាំងអស់របស់នាងនៅក្នុងពិភពរូងភ្នំហ្នឹងដើម្បីរស់នៅលើជីវិតថ្មីនៅក្នុងទ្វីប Immortal Astray Continent ហ្នឹងហើយវ៉ាងលីនក៏មិនបានខឹងក៏មិនបានថាអ្វីចំពោះនាងដែរចំពោះការសម្រេចចិត្តផ្ទាល់ខ្លួនរបស់នាងហើយវ៉ាងលីនហ្នឹងក៏មានការគោរពនិងកោតសរសើរទៅលើមេអំបៅក្រហមយ៉ាងខ្លាំងចំពោះការបំភ្លេចអតីតកាលដ៏ជូរចត់របស់នាងដើម្បីរស់នៅជីវិតថ្មីមិនគិតពីអតីតកាលរបស់ខ្លួននៅក្នុងពិភពរូងភ្នំហ្នឹងឯងហើយការសង្ខេបប្រវត្តិរបស់មេអំបៅក្រហមគឺមានតែប៉ុណ្្នឹងឯងតាំងពីដើមរឿងរហូតដល់ចុងបញ្ចប់នៃសាច់រឿងហ្នឹងហើយមេអំបៅក្រហមហ្នឹងគឺចេញនៅពេលដែលសង្គ្រាមរវាង Alliance Star System ប្រយុទ្ធជាមួយនឹង All Heaven Star System ហ្នឹងបើនៅក្នុងតង់ហួរហ្នឹងប្រហែល40%អីទៀតហ្នឹងចេញហើយនៅពេលដែលវ៉ាងលីនហ្នឹងខ្លាចទៅជាលេខ1នៅក្នុង All Heaven Star System ហ្នឹង